រុនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមុននឹងចេញទៅធ្វើការជាថ្ងៃទី30ខែ8 2016មុនខ្ញុំចេញពីផ្ទះទៅធ្វើការខ្ញុំសូមផ្សាយវីដេអូជូនបងប្អូនទាំងអស់ពីប្រធានបទមួយស្ដីពីឥទ្ធិពលនៃការគិតវិជ្ជមានខ្ញុំបានរៀនគោលការណ៍និងទ្រឹស្ដីទាំងឡាយពីអ្នកប្រាជ្ញមកពីសហរដ្ឋអាមេរិកដែលនិយាយពីឥទ្ធិពលនៃការគិតវិជ្ជមានពេលដែលខ្ញុំមានផ្នត់គំនិតគិតពីវិជ្ជមានគឺលទ្ធផលវិជ្ជមានយើងទទួលស្គាល់ទេថាលទ្ធផលដែលយើងបានមកថ្ងៃនេះគឺកើតចេញពីការគិតរបស់យើងទោះជាយើងទទួលស្គាល់ឬក៏មិនទទួលស្គាល់ក៏ដោយវាជាច្បាប់សកលណាអ្វីដែលយើងកំពុងមានគឺកើតចេញពីការគិតបើលទ្ធផលរបស់យើងអវិជ្ជមានយើងមិនពេញចិត្តvớiលទ្ធផលរបស់យើងមានន័យថាអ្នកបានគិតអវិជ្ជមានដោយមិនដឹងខ្លួនបើលទ្ធផលរបស់យើងវិជ្ជមានល្អពេញចិត្តទោះជាអ្នកទទួលស្គាល់ឬក៏មិនទទួលស្គាល់ក៏ដោយក៏អ្នកដឹងថាខ្លួនឯងបានគិតវិជ្ជមានឧទាហរណ៍ថាអ្នកមិនពេញចិត្តរូបរាងរបស់អ្នកធាត់មានខ្លាញ់ច្រើនគឺមានន័យថាអ្នកបានចូលចិត្តហូបអាហារដែលធ្វើឲ្យអ្នកមានរូបរាងបច្ចុប្បន្នហេតុអីបានអ្នកចូលចិត្តទៅហូបអាហារហ្នឹងមកពីការគិតរបស់អ្នកយើងចូលចិត្តអាហ្នឹងឆ្ងាញ់តែលទ្ធផលនៃឆ្ងាញ់គឺលទ្ធផលដែលយើងកំពុងមានដូចគ្នានឹងលទ្ធផលរ៉ាញ់ថោដែលយើងកំពុងមានអញ្ចឹងយើងកំពុងជាពាក់បំណុលគេយើងកំពុងមានជីវភាពធូរធារយើងកំពុងតែសបោសបាយយើងកំពុងតែមានសុភមង្គលមានន័យថាការគិតរបស់យើងពីមុនមកគឺអញ្ចឹងលទ្ធផលផ្លែផ្កាយើងកំពុងមានគឺជាកើតចេញមកពីឫសគល់ដែលមានមកពីមុនពីអតីតកាលអញ្ចឹងបងប្អូនត្រូវគិតវិជ្ជមានខ្ញុំគិតវិជ្ជមានខ្ញុំដេកខ្ញុំដើរខ្ញុំអង្គុយខ្ញុំហូបខ្ញុំស្រង់ក្លិនខ្ញុំនិយាយថាសេដ្ឋកិច្ចរបស់ខ្ញុំនឹងឡើងហើយវានឹងឡើងតាមការគិតរបស់ខ្ញុំព្រោះអីខ្ញុំនិយាយចេញមកថាវានឹងឡើងវានឹងល្អព្រោះអីមានម្នាក់ទៀតនៅក្នុងខ្ញុំនោះកំពុងតែស្ដាប់ថាអូម្នាក់នៅខាងក្រៅម្នាក់នៅក្នុងនិយាយមកថាឡើងម្នាក់នៅខាងក្រៅទទួលស្គាល់ថាឡើងអញ្ចឹងសេដ្ឋកិច្ចនឹងឡើងអញ្ចឹងអ្វីវាបានមកពីការគិតវិជ្ជមានបងប្អូនជាពាក់បំណុលគេបងប្អូនថាមិនល្អសំណាងមិនល្អត្រង់បងប្អូនតែតាមពិតជាឱកាសដើម្បីបងប្អូនធ្វើម្ដងទៀតថាលទ្ធផលដែលយើងកំពុងមានចេញមកពីការគិតរបស់យើងពីមុនអត់ល្អការគិតរបស់យើងពីមុនមិនល្អដោយយើងមិនដឹងខ្លួនអញ្ចឹងដើម្បីចង់កែលទ្ធផលរបស់បងប្អូនត្រូវកែការគិតតែកែការគិតយ៉ាងម៉េចគឺត្រូវកែការគិតឲ្យទៅវិជ្ជមានគិតល្អសម័យពីអនាគតល្អហើយរកវិធីចិត្តសាស្ត្ររកគ្រូដែលមានលទ្ធផលនឹងដើម្បីសុំចក្ខុវិស័យឲ្យគាត់ជួយឲ្យចក្ខុវិស័យថាធ្វើម៉េចខ្ញុំបានលទ្ធផលដូចលោកគ្រូខ្ញុំបានលទ្ធផលដូចលោកដើម្បីខ្ញុំចង់កែប្រែស្ថានភាពរបស់ខ្ញុំពីកន្លែងបច្ចុប្បន្ននេះឲ្យដូចបានការរំពឹងទុកទៅអនាគតអញ្ចឹងចង់រំពឹងទុកទៅអនាគតយើងត្រូវរៀបចំអនាគតឲ្យល្អ
យើងទៅសម័យត្រកូលរូបភាពឲ្យចេញថា5ឆ្នាំទៀត10ឆ្នាំទៀតយើងចង់បានស្ថានភាពរ៉ាញ់ថុកបែបណាអញ្ចឹងយើងចង់បានគ្រួសារមួយដែលមានសុភមង្គលសបាយរុងរឿងចង់បានគេហដ្ឋានមួយដែលមានសុខដុមរមនាចង់បានមធ្យោបាយដឹកជញ្ជូនមួយចង់បានចំណូលចង់បានការទទួលស្គាល់ពីសង្គមចង់បានការទទួលស្គាល់ខ្លួនឯងចង់ជួយសង្គមឲ្យបានច្រើនគឺយើងគិតរូបភាពវិជ្ជមានកុំគិតរូបភាពដែលយើងមិនចង់បានបើបងប្អូនគិតរូបភាពដែលបងប្អូនចង់បានហើយគូវាឲ្យចេញខ្ញុំសូមធានាថា5ឆ្នាំបងប្អូននឹងទទួលបាននៅអ្វីដែលបងប្អូនចង់បានអញ្ចឹងសារសម្រាប់ខ្ញុំព្រឹកហ្នឹងគឺមានតែប៉ុណ្្នឹងសូមអរគុណច្រើនបាយខ្ញុំចេញទៅធ្វើការ